បងប្អូនដែលចូលចិត្តបាយឆាដូចនាងខ្ញុំសូមមើលវីដេអូនេះឲ្យដល់ចប់បងប្អូននឹងមានអ្វីពិសេសដែលសារបាយឆានេះគឺពិសេសហើយឆ្ងាញ់ធានាថាឆ្ងាញ់បងប្អូនបើមិនឲ្យឆ្ងាញ់មិនបងប្អូនឲ្យមើលឡើងទំនងម្លឹងនេះថ្ងៃជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងសួស្តីបងប្អូននិងក្មួយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបឲ្យមានរសជាតិឆ្ងាញ់និងហូបហើយជក់មាត់បងប្អូនហើយសម្រាប់គ្រឿងផ្សំមានដូចជាពងមាន់បាយដាំឆ្អិនចំនួន2កំប៉ុងសណ្តែកគួរការ៉ុតខ្ទឹមបារាំងខ្ទឹមខ្យល់ខ្ទឹមសស្ករអំបិលប៊ីចេងប្រេងឆាទឹកស៊ីអ៊ីវប្រេងខ្យងស្ករត្នោតមានស្ករត្នោតហើយនឹងប្រេងខ្យងបងប្អូនហើយចំពោះបាយដាំ2កំប៉ុងបងប្អូនហើយសាច់ក្រកចៀនឲ្យឆ្អិនហាន់វាអញ្ចឹងមកហើយមានសណ្តែកគួរមានដូចជាការ៉ុតអីអញ្ចឹងទៅហើយពងមាន់ខ្ញុំប្រើចំនួន3គ្រាប់ទៅ4គ្រាប់បងប្អូនប៉ុន្តែពងមាន់ហ្នឹងវាយវាក្លុកវាឲ្យម៉ត់អញ្ចឹងហើយបានយកទៅចៀនបងប្អូនអត់យកទៅក្លុកជាមួយបាយទេហ្នឹងហើយបងប្អូនដាក់ខ្លាញ់មកហើយចាប់ផ្ដើមចៀនពងមាន់នេះខ្ញុំចៀនឲ្យឆ្អិនវាដូចបាញ់ឆាវហ្នឹងបងប្អូនយកឲ្យរាងស្ដើងដើម្បីហាន់ដាក់ពីលើបាយទេពងមាន់ហ្នឹងដើម្បីយើងដាក់ពីលើបាយទៅហូបទៅវាចំពងមាន់រៀងឈ្ងុយរៀងដុំឆ្ងាញ់អញ្ចឹងណាបងប្អូនចៀនពងមាន់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ពងខ្ទឹមអាខ្ទះដែលចៀនពងមាន់មិញហ្នឹងបងប្អូនហ្នឹងហើយពងវាក្រហមអញ្ចឹងមកខ្ញុំចាក់បន្លែដូចជាការ៉ុតសណ្តែកគួរហើយកូរវាមកត្រឡប់2ត្រឡប់ចឹងហើយនេះបងប្អូនហើយបាទខ្ញុំដាក់សាច់ក្រកនេះបច្ចៈបងប្អូនសាច់ក្រកឆ្អិនណាយើងចៀនឲ្យឆ្អិនហើយបានយកមកដាក់ហាន់ឆាបាយដាក់ពីលើបាយបន្ទាប់មកទៀតខ្ញុំដាក់បាយហើយក៏ជ្រុំច្វល់អញ្ចឹងសិនមកបងប្អូនហើយកុំកូរខ្លាំងពេកកុំឲ្យវាបែកអៀចបាយអញ្ចឹងណាបងប្អូនបន្ទាប់មកខ្ញុំដាក់ស្ករសប្រេងខ្យងម្សៅស៊ុបអំបិលបន្តិចទឹកស៊ីអ៊ីវហើយនឹងស្ករត្នោតដាក់បន្តិចបានដែរបងប្អូនព្រោះមិញយើងដាក់ស្ករសនោះអញ្ចឹងទៅនេះដាក់ប៉ុណ្ណឹងសិនមកហើយកូរវាជ្រុំវាឲ្យសព្វគ្រឿងចូលជាមួយបាយហើយចាំយើងដាក់បន្លែដាក់គ្រឿងផ្សំមួយចំនួនផ្សេងទៀតតាមក្រោយអញ្ចឹងណាព្រោះនេះយើងត្រូវដាក់មុនកូរវាអញ្ចឹងមកបន្ទាប់មកខ្ញុំមកហាន់ពងមាន់ដែលបានចៀនឆ្អិនមិញហ្នឹងបងប្អូនពងមាន់ហ្នឹងហាន់ប៉ិនមេដៃប៉ិនកូនដៃទូចមកដើម្បីយើងហូបទៅប៉ះវាឆ្ងាញ់បន្ទាប់ពីដាក់គ្រឿងផ្សេងហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមបារាំងបងប្អូនខ្ទឹមបារាំងខ្ញុំហាន់ទូចដើម្បីស្រួលហូបជាមួយវាប៉ិនគ្នាជាមួយនឹងសណ្តែកគួរនិងការ៉ុតអញ្ចឹងណាបងប្អូនបន្ទាប់មកខ្ញុំដាក់ពងមាន់ដែលបានហាន់ហើយហ្នឹងខ្ញុំដាក់ចូលហ្នឹងជាការស្រេចនៅតែបន្ថែមខ្ទឹមខ្យល់ពីលើបន្តិចទៀតហើយជាការស្រេចបងប្អូនកូរវាតិចលើកអាលាក់វាតិចមកបានហើយបាច់កូរខ្លាំងកុំឲ្យវាបែកបាយនិងបែកពងមាន់ដែលយើងបានចៀនដាក់ពីលើហាន់ដាក់ពីលើហ្នឹងឥឡូវនេះឆ្អិនហើយបងប្អូននិយាយទៅបាយឆាបើចង់ឆ្ងាញ់តើតដាក់គ្រឿងឲ្យលុបអញ្ចឹងបងប្អូនហើយគ្រឿងមិនដាក់ប្រើប៊ីចេងស្ករអំបិលទេណាបងប្អូនអាហ្នឹងក៏យើងប្រើតែសំខាន់យើងដាក់បន្លែបងប្អូនយើងអាចដាក់បន្លែមួយចំនួនទៀតបានបងប្អូនប៉ុន្តែដាក់តែប៉ុណ្ណឹងក៏ឆ្ងាញ់យកតាណាអស់ដែរបងប្អូនហើយមើលម៉ួយខ្ញុំអង្គុយចាំហូបនិយាយពីថាម្នាក់មួយចានបាយចំនួន2កំប៉ុងគ្នា4 5នាក់អស់អាលីងអាលឹងផ្ទះហ្មងបងប្អូនអត់មានសល់ទេបើកូនខ្ញុំកំពូចូលចិត្តឲ្យបាយឆាឲ្យមានបន្លែច្រើនចូលចិត្តណាស់បើកូនពៅខ្ញុំវិញញ៉ាំប្រើឲ្យមេដៃប្រើមួយនឹងចូលចិត្តខ្លាំងណាស់ឲ្យតែបាយឆាហើយវីដេអូខ្ញុំផងដែរមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជូនពរពុកម៉ែបងប្អូនមានសុខភាពល្អជួបគ្នានៅវីដេអូក្រោយ